បាទបងប្អូនក៏សួរថាសៀមរាបតែងដល់ណាហើយបាទសៀមរាបគឺតែងរួចរាល់ហើយបងប្អូនបាទតែចាំតែបងប្អូនមកលេងទេបាទគឺតែងបាន99.9%ទេបាទនៅសល់1%ទៀតគេនៅតាំងនេះតាំងនេះតិចតួចចឹងណាបាទអញ្ចឹងបងប្អូនអាចមកលេងបានខ្ញុំទៅថតនេះល្ងាចថ្ងៃទី9ថ្ងៃទី9ទី10នេះបងប្អូនមនុស្សចាប់ផ្ដើមមកស្រកមកបាទថ្នល់ចាប់ផ្ដើមស្ទះតិចតួចហើយបាទចឹងបើសិនជាបងប្អូនចង់មកលេងបងប្អូនអាចមកលេងហើយបានថ្ងៃចាប់ពីថ្ងៃទី12 13មកបាទថ្ងៃទី13គេនឹងចាប់បាន start តែម្ដងបាទហ្នឹងហើយកន្លែងនេះគឺកន្លែងគេជិះកង់ធ្លាក់ទឹកបាទហ្នឹងហើយបងប្អូនអាចមើលក្នុងវីដេអូបាទហ្នឹងហើយកន្លែងនេះក៏គេលេងដែរហ្នឹងហើយបាទគេប្រកួតគេអីបាទហើយកន្លែងស្អាតច្រើនមែនទេបងប្អូនចង់ថតរូបកន្លែងណាក៏បានដែរបាទនិយាយទៅមកអេមតែម្ដងបាទហ្នឹងហើយចឹងបងប្អូនមកលេងសៀមរាបគឺមិនខកបំណងដោយកន្លែងនេះគឺស្អាតខ្លាំងមែនទេគេនៅគេតែងរួចហើយនៅសល់តែគេយកបួតយកវ៉ាន់មកដាក់តាំងលក់អញ្ចឹងបាទហ្នឹងហើយបាទដូចបងប្អូនឃើញអញ្ចឹងបាទមនុស្សចាប់ផ្ដើមស្រកច្រើនមែនទេនេះគឺល្ងាចមក6បងប្អូននៅតែមានមនុស្សច្រើនទៀតបាទកន្លែងនេះគឺស្គរបុរាណបងប្អូនមកស្គរនេះធំមែនទេខ្ញុំគិតថាវាអាចនឹងជាបំរត់ត្រាស្អីគេនៅពិភពលោកទៀតបងប្អូនអបអរសាទរកម្ពុជានេះបាទស្គរកម្ពុជានេះគឺធំមែនទេបងប្អូនហើយស្អាតមែនទេបងប្អូនស្គរនេះស្អាតមែនទេខ្ញុំហ៊ាននិយាយថាស្អាតមែនទេហើយឲ្យដល់តំណស្គរនេះបាទតែថាចាញ់មកបងប្អូនមើលផ្ទាល់មិនដឹងថាស្គរនេះវាស្អាតមិនវាខ្មែរចំបងប្អូននេះបានគេហៅថាខ្មែរចំបាទអញ្ចឹងគឺស្អាតចឹងបាទអត់មានបឡាំបកោអីបាទហ្នឹងហើយកន្លែងថតរូបមានច្រើនណាស់បងប្អូនខ្ញុំថតមិនអស់ទេបាទខ្ញុំថតខ្លះៗឲ្យបងប្អូនមើលអាហ្នឹងគ្រាន់តែខ្ញុំថតខ្លះៗខ្ញុំដើរឡើងសដែរបងប្អូនបាទគ្រាន់តែមកអង្គរទូចបងប្អូនបាទចានៅ Pop Street នៅបឹស្ទឹងនៅអីទៀតបាទនៅបឹងកាឡូបឹងអីទៀតខ្ញុំអត់បានថតឲ្យបងប្អូនមើលបាទចឹងបើសិនជាបងប្អូនចង់ដឹងថាកន្លែងណាគេលេងទៀតបងគេលេងកន្លែងណាខ្លះឬក៏មានកន្លែងណាស្អាតទេខ្លះបងប្អូនខមមិនមកចាខ្ញុំនឹងដើរទៅថតឲ្យបងប្អូនមើលបាទជិះកង់ទៅឲ្យបងជិះកង់ទៅថតឲ្យបងប្អូនមើលតែម្ដងដោយសារតែខ្ញុំអត់បាននៅឆ្ងាយពីកន្លែងគេលេងតែខ្ញុំនៅផ្សារលើអញ្ចឹងគឺវានៅជិតកន្លែងគេលេងតែម្ដងអញ្ចឹងបាទអញ្ចឹងមិនចាំបាច់ជិះអីទៅទេតាមខែប៉ុនទៀនខ្ញុំដើរទៅរហូតបងប្អូនដោយសារតែវាជិះអត់ខាតទេវាស្ទះដំណើរអញ្ចឹងបាទអញ្ចឹងគឺកន្លែងនេះគឺផ្ទះខ្មែរបងប្អូនស្អាតមែនទែនឃើញទេបាទបងប្អូនមកមើលនៅផ្លេមិនដឹងថាវាស្អាតយ៉ាងប៉ុណ្ណាខ្ញុំនិយាយមិនត្រូវបងប្អូនបាទហ្នឹងហើយឆ្នាំនេះគេដាក់មកអស់ដៃតែម្ដងបាទហ្នឹងហើយកាល2023ក៏ស្អាតដែរគ្រាន់តែថាវាអត់បានធំដល់ថ្នាក់នេះទេអានេះគឺវាធំជាង2023ទៀតបាទអញ្ចឹងបងប្អូនអាចមើលផ្ទាល់បានបងប្អូនបាទហ្នឹងហើយគេដាក់មកអស់ដៃតែម្ដងតែណាក៏តែណានិយាយទៅអ្នកដែលគាត់ចូលចិត្តថតរូបក៏បងប្អូនមកមិនក្រោមពី200ប៉ុស្តិ៍ទេខ្ញុំហ៊ានភ្នាល់តែម្ដងបាទទ្រាំតែថតអស់មួយកន្លែងហ្នឹងគឺ200ប៉ុស្តិ៍តែម្ដងបាទអញ្ចឹងបងប្អូនកុំភ្លេចមកលេងខាតសៀមរាបផងបាទហើយនៅនេះស្រួលទេបងប្អូននៅលេងនៅសៀមរាបអត់មានណាគេញញ៉ៃទេនៅសៀមរាបមើលបាទហ្នឹងសត្វតនិកសចិត្តល្អទាំងអស់បាទអ្នកលក់នេះអីក៏គាត់មិនសូវជំនាញដែរសត្វតនិកគាត់រស់រាយទាំងអស់តែម្ដងបាទអញ្ចឹងអ្នកមកខាតសៀមរាបនេះថតបានទាំងប្រាសាទបានមើលទាំងដើមឈើបានមើលទាំងទឹកទាំងអីបាទបែបធម្មជាតិបាទបានមកលេងមកអីទៀតបាទអញ្ចឹងបងប្អូនអាចមកលេងសៀមរាបបានក៏បងប្អូនជួយសម្រួលដល់អាជីវកររបស់យើងឲ្យគាត់មានជីវភាពទូទៅជាងមុនផងដែរបាទអញ្ចឹងប្រទេសរបស់យើងក៏វិនិច្ឆ័យប្រតាមនឹងដែរគ្រាន់ថាបងប្អូនមកហើយកុំភ្លេចថែរក្សាសម្រាប់ធ្នាប់ទាំងអស់គ្នាផងបាទហ្នឹងហើយអញ្ចឹងកន្លែងនេះគឺភូមិខ្ញុំបាទហ្នឹងកន្លែងនេះក៏គេថតបានស្អាតដែរអត់គេថតបានស្អាតគេតែងបានស្អាតហ្នឹងហើយបងប្អូនមកមើលខ្លួនឯងមិនដឹងខ្ញុំនិយាយហើយវាប្រាប់អត់ត្រូវបងប្អូនពេលដែលយើងមកមើលនៅភ្នែកមិនដឹងថាអូនេះស្អាតមែនបាទចឹងបងប្អូនអាចមើលបានចឹងបងប្អូនមើលដល់កន្លែងនេះបងប្អូនកុំភ្លេចជួយ like និង share វីដេអូបន្តផងបាទដើម្បីជាកម្លាំងចិត្តដល់ខ្ញុំនឹងដើរថតឲ្យបងប្អូនមើលទៀតបាទចឹងខ្ញុំអត់មានគូមានអីទេខ្ញុំនឹងងាយស្រួលក្នុងការដើរថតខ្ញុំអត់ត្រូវការកាន់ដៃណាគេទេដោយសារខ្ញុំ single បាទអញ្ចឹងខ្ញុំអត់មានណាគេកាន់ដៃទេខ្ញុំបងប្អូនអាចឲ្យខ្ញុំថតកន្លែងណាក៏បានចឹងបងប្អូនកុំភ្លេចជួយ like និង share ចង់មិនដឹងអីទៀតបងប្អូនមិនយល់មិនដឹងកន្លែងណាបងប្អូនអាច comment សួរខ្ញុំបានណាអរគុណច្រើនសម្រាប់ការមើលវីដេអូនេះផងដែរអរគុណជម្រាបលាបាយបាយចាំជួបគ្នាឱកាសក្រោយទៀត